ជំរាបសួរបាទនេះជាវីដេអូទី2ដែលយើងកំពុងតែរៀបចំធ្វើដំណើរកំសាន្តចុងសប្តាហ៍ទៅបោះតង់ជាលក្ខណៈគ្រួសារនៅខុនរៀមនៅហៃវិនខុនរៀមចម្ងាយប្រហែលជា50ទៅ60គីឡូម៉ែត្រពីក្រុងសៀមរាបបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាបាទបាទឥឡូវខ្ញុំបាននាំប្រពន្ធនិងកូនក្មួយមកបោះតង់នៅរីសតក្បែរជើងភ្នំមួយរីសតនេះឈ្មោះថាហៃវិនចំការខុនរៀមនៅចម្ងាយប្រហែលជា50ជាងគីឡូពីក្រុងសៀមរាបកន្លែងបោះតង់នេះមានទាំងផ្ទះស្នាក់គេមានអនាម័យល្អស្អាតទំហំដូចសន្តាគារទំនើបអញ្ចឹងបាទមានវេរ៉ង់ដាកន្លែងអង្គុយលេងកន្លែងអាំងសាច់បាទស្អាតមែនតើហ្នឹងហើយពួកយើងមកដល់ហើយក៏ចាប់ដើមប្រមូលអីវ៉ាន់ចុះដាក់នៅផ្ទះនិងរៀបចំកន្លែងដើម្បីអាំងសាច់អាំងអីលេងនៅខាងមុខផ្ទះព្រោះថ្ងៃនេះមេឃត្រជាក់ថ្ងៃនេះយើងអត់បានត្រៀមអីមកច្រើនទេត្រៀមសាច់ក្រកកន្លះគីឡូនិងមាន់មួយព្រោះដំបងគិតថាមកតែមួយកូនម្នាក់ធ្វើអីញ៉ាំតិចតួចតែដោយសារកូនហៅក្មួយហៅអីមកទៀតទៅយើងក៏បានថែមគ្នា2នាក់តែគ្រឿងញ៉ាំយើងអត់បានទិញថែមទេដោយសារយប់ហើយដែរអញ្ចឹងយើងមានបណ្ណាយើងញ៉ាំប៉ុណ្ណឹងបាទសាច់ក្រកនេះមកសុងលីហួនបាទនៅក្រុងសៀមរាបរបស់អ្នកក្រុងសៀមរាបហើយក្រោយពីរៀបតង់រៀបកន្ទេលហើយយើងរៀបកៅអីដើម្បីអង្គុយហើយបាទហើយអ្នកខ្លះគេរៀបកៅអីអ្នកខ្លះរៀបកន្ទេលអ្នកខ្លះរៀបតង់អ្នកខ្លះបង្កាត់ភ្លើងនិងអ្នកខ្លះលាងដាក់ដាំបាយធ្វើបន្លែធ្វើអីបាទចែកការងារគ្នាធ្វើរៀងៗខ្លួនចំណែកខ្ញុំវិញគឺអ្នកដើរថតអាហ្នឹងរាប់ចាប់ខ្ទង់ណៃរាប់ចាប់ដល់អូយឈៀងអាឌីគុន2លើមួយរយៈនេះដោយសារយើងជាប់រវល់រៀងខ្លួនយើងមិនសូវមានពេលមកជាលក្ខណៈគ្រួសារបោះតង់អញ្ចឹងពីមុនអាសាដែរតែមួយរយៈក្រោយមកនេះក៏បានស្ងាត់ឥឡូវយើងកំពុងតែចាប់ផ្ដើមរៀបចំកម្មវិធីនេះបន្តបន្ទាប់វិញដោយសារទោះជាយើងខំរវល់យ៉ាងណាក៏ដោយជីវិតរស់នៅយើងគឺត្រូវតែមានភាពសុបាយជាមួយគ្នាជាពិសេសក្មេងៗសម័យឥឡូវពួកគាត់ក្រៅពីចេញពីសាលាមកច្រើនតែសង្ងំលេងទូរស័ព្ទអញ្ចឹងនៅពេលដែលយើងបង្កើតកម្មវិធីបោះតង់នេះមកធ្វើឲ្យពួកគាត់ឆ្ងាយពីទូរស័ព្ទបានមួយផ្លែតដែរទោះជាមិនច្រើនហើយពួកគាត់ក៏មានពេលធ្វើសកម្មភាពផ្សេងដែលជាលក្ខណៈធ្វើម្ហូបលក្ខណៈរៀបចំនេះរៀបចំនោះដើម្បីបង្កភាពសប្បាយរីករាយបាទខុសពីការលេងតែទូរស័ព្ទពេកអញ្ចឹងណាYeah, don't say what the. Ooh, that's good. Put leaves. What are you touching? No, it doesn't burn. That thing doesn't burn. It's unflammable, bro. Use the leaves. Use the
still leave. ហ្នឹងហើយអញ្ចឹងមានអ្នករៀនបង្កាត់ភ្លើងបាទអ្នកមិនទាន់ចេះគឺមើលគេហើយមានអ្នកធ្វើបន្លែម្ដាយកំពុងតែបង្រៀនអ្នកខ្លះដោតបន្លែអ្នកខ្លះធ្វើសាច់ធ្វើអីគឺចាប់ដើមបង្រៀនក្មេងៗពីពេលនេះទៅឲ្យថាឥឡូវអ្នកណាមិនទាន់ចេះធ្វើអីមើលគេធ្វើសិនបាទអ្នកណាចេះធ្វើអីគឺធ្វើតាមអ្វីដែលខ្លួនចេះអាំងសាច់ឆ្អិនយ៉ាងម៉េចនេះគឺជាការបង្រៀនសកម្មភាពបេសកកម្មកំសាន្តយើងលើកនេះគឺជាការបង្រៀនឲ្យក្មេងៗចេះរស់នៅខ្លួនឯងអញ្ចឹងទាំងក្មេងទាំងចាស់ទាំងកូនង៉ែតចូលមកនេះពួកគាត់ធ្វើបដានិយាយគ្នាសប្បាយបដាលេងបដាបាទយ៉ាងមានក្តីសុខនិងភាពកក់ក្ដៅលក្ខណៈគ្រួសារបាទអារម្មណ៍យើងក៏សប្បាយទាំងអស់គ្នាដោយសារក្មេងៗចាប់ដើមមានភាពស្និទ្ធស្នាលនិងនិយាយគ្នាសើចក្អាកកាយសប្បាយទាំងអស់គ្នាអាបមួយចានឆ្នាំឯងអាចានទូចឯងតែឲ្យច្រឡំរបស់ចាស់អាចានចកាដំបូងយើងគិតថាយើងនឹងអាំងមន់ទាំងមូលបាយពួកអីយើងធ្លាប់មើលរឿងកុនគេពីក្មេងឃើញគេអាំងមន់ទាំងមូលសប្បាយក៏តែក្រោយមកយ៉ាប់រសម្ភារៈចឹងក៏បានហាន់សាច់កាប់សាច់ដើម្បីប្រឡាក់ហើយយើងដាក់គ្រឿងចិនឈ្ងុយដាក់ទៅអ្នកអាំងក៏ឈ្ងុយបាទអ្នកមើលក៏ឈ្ងុយអ្នកថតក៏ឈ្ងុយចាប់ដើមឃ្លានទាំងអស់គ្នាមេក៏កាន់តែយប់ដែរម៉ោង8ជាងហើយគាត់ក៏ចាប់ដើមធ្វើជ្រក់ត្រពាំងម្ទេសខ្ទឹមធ្វើជ្រក់ដើម្បីញ៉ាំមួយសាច់អាំងយើងបាទមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងបាទអញ្ចឹងពេលដែលអាំងហ្នឹងមិនដឹងជាឆៅឬក៏ឆ្អិនឬក៏ខ្លោចទេបាទចាប់ដើមរៀនធ្វើទាំងអស់គ្នាក្មេងៗចាប់ដើមរៀនអាំងរៀនអីពេលខ្លោចខ្លះឆៅខ្លះហើយក៏ឆ្អិនខ្លះទៅយើងចាប់ដើមចម្រោះចាប់ឆាយយកតែម្ដងហើយនេះគុំត្រពាំងជូរនេះពួកយើងធ្វើដើម្បីចែកចាយទៅសារទំនើបលក់ខ្លួនឯងថ្ងៃនេះយើងក៏យកមកដើម្បីធ្វើញ៉ាំដែរយើងធ្វើលក់ឲ្យបោះដុំទៅគេផងយើងធ្វើញ៉ាំខ្លួនឯងដែរត្រពាំងជូរបាទយើងអាចធ្វើជ្រក់យើងយកមកឆាយកអីឆ្ងាញ់ចឹងលើកនេះយើងមានសាច់មាន់បាទយើងមានដឡងហើយមានសាច់ក្រកដោយសារលើកនេះអត់បានត្រៀមច្រើនទេអញ្ចឹងនៅពេលដែលអាំងឆ្អិនហើយបាយក៏ឆ្អិនដែរយើងចាប់ដើមហៅគ្នាមកអង្គុយរៀបចំញ៉ាំហើយដាក់ទឹកត្រីកោះកុងមកបាទឈ្ងុយឆ្ងាញ់ហើយជាលីក្មួយក៏គាត់ចេះផ្សំស្រាក្លុកដែលធ្វើពីស្រារ៉េហើយនឹងប៊ីយ៉ាហើយនឹងកូកានោះគាត់ក៏ចាប់ដើមផ្សំឲ្យហូបគាត់ថាឆ្ងាញ់អញ្ចឹងគាត់ធ្វើតាមគាត់ទៅបាទអញ្ចឹងទោះជាយើងទៅដើមគ្នាញ៉ាំបានម្នាក់តិចតួចក៏ដោយកុំតែយើងក្រោមស្រាធ្វើចេញយ៉ាងម៉េចក៏ផឹកទៅគឺសប្បាយទាំងអស់គ្នាសើចហូរសប្បាយជាពិសេសជាលីគាត់ចូលចិត្តលេងកំ pl ែងសប្បាយគាត់ក៏រាំឲ្យយើងមើលពួកយើងគិតថាគាត់នឹងកំពុងតែសម្បងហើយដោយសារគាត់ផឹកច្រើនជាងគេតែគាត់ក៏សប្បាយរាំច្រៀងបង្កឲ្យយើងមានភាពសប្បាយរីករាយទាំងអស់គ្នាបាទបំភ្លេចមិនបានទេពេលនេះមានអារម្មណ៍ថាពេលវេលាដ៏អស្ចារ្យមួយជាពិសេសគឺកូនកំពុងតែធំផងនិងមានសភាពការសប្បាយរីកជាមួយគ្នានេះគឺជា memory មួយសម្រាប់ពួកយើងទាំងអស់គ្នាហើយបាទអញ្ចឹងសំណាងឲ្យយើងបានទិញដឡងទិញមីមកថែមអញ្ចឹងនៅពេលដែលយើងញ៉ាំសាច់មាន់ញ៉ាំសាច់ក្រកអត់គ្រប់បន្លែអត់គ្រប់យើងក៏បានដាក់ដឡងបន្ថែមហើយម្នាក់បន្តិចទៅហើយក្រោយមកក៏យើងក៏ឆុងមីបន្ថែមទៀតបាទធ្វើឲ្យយើងញ៉ាំឆ្អែតទាំងអស់គ្នាបាទឆ្អែតឲ្យច្អល់រៀបដោយហើយបានរៀបចំបដានឹងត្រៀមចូលគេងឲ្យផ្លេ
បងមិនណាធ្វើឲ្យរួមរៀមរាជឿតាតែគួយទៅមុខទេអីមួយបាទក្រោយសបាយរីករាយសោយកាក្អាយហើយញ៉ាំឆ្អែតហើយយើងក៏បានចូលកេងទាំងអស់គ្នាហើយក៏ដាក់ភ្លាមភ្លឹងអស់លេងគ្រប់គ្នានេះខ្ញុំងើបចូលបន្ទប់ទឹកក៏បានថតបាទអរុនសួស្ដីនេះពេលព្រឹកព្រលឹមឡើងម៉ោង 7:06 ខ្ញុំក៏បានភ្ញាក់ឡើងនិងបានរៀនថតដ្រូននៅទេសភាពពួកឯងយប់មិញយើងមកដល់យប់ពេកទៅអត់ដឹងទេសភាពភ្នំយ៉ាងម៉េចទេដល់ឥឡូវយើងបានថតដ្រូនមើលទេសភាពជុំវិញកន្លែងរីសតចំការផ្ទះស្នាក់ហើយវិញណាបាទហើយជា50%ពីគុំរៀនទេសភាពស្អាតណាបងប្អូនអើយអត់មែនតែនដល់ហើយចង់មកទៀតបាទហ្នឹងហើយបើសិនជាបងប្អូនមានពេលខ្ញុំសូមណែនាំបងប្អូនអាចសាកល្បងធ្វើដំណើរជាលក្ខណៈគ្រួសាររបស់តង់ជាពិសេសដូចនៅផ្ទះស្នាក់ហើយវិញនេះគាត់មានទ្វារមានអីបិទលបងខាងមុខត្រឹមត្រូវហើយយើងអាចបោះតង់នៅខាងមុខផ្ទះស្នាក់មួយហ្នឹងហើយក៏យើងអាចចូលកេងនៅក្នុងបន្ទប់នឹងបានដែរបានន័យថាយើងកេងជាលក្ខណៈសន្តាគារតែក៏បាននៅខាងមុខមានវាស្មៅមានអីយើងក៏អាចបោះតង់លេងក៏បានបើបោះតង់កេងយ៉ាប់យើងរត់ចូលក្នុងបន្ទប់បើថាយើងអត់ចង់កេងបន្ទប់រត់ចូលមកបោះតង់នៅខាងក្រៅបានហើយខាងផ្ទះនេះមានសុវត្ថិភាពណាស់ដោយសារគេមានលបងចាក់ពីក្រៅពីអីត្រឹមត្រូវយើងនៅក្នុងបរិវេណដែលបានការពារឲ្យស្រាប់ហើយនៅទីនេះក៏មានបុគ្គលិកចាំមកសួរយើងសេវាកម្មយើងបន្តបន្ទាប់ហើយបុគ្គលិកគេសូម្បីយើងចង់កំងមហូបយើងចង់ត្រូវការអីយើងហៅបុគ្គលិកគេមកបុគ្គលិកគេមកដល់ភ្លាមផ្ទះស្នាក់នៅនេះមានតាំងពីកន្ទប់ធំ2ជាន់ផ្ទះ1 3 4កន្ទប់ផ្ទះ1 2កន្ទប់ផ្ទះ1តែមួយកន្ទប់ឬក៏ផ្ទះលក្ខណៈផ្ទះឈើទូថ្លៃក៏មានដែរមានគ្រប់សន្តានទាំងអស់ហើយខ្ញុំសួរបុគ្គលិកគេបើសិនជាយើងអត់មានយកតង់ទៅទេក៏យើងអាចជួលតង់នៅនឹងស្នាក់នៅបានដែរហើយតម្លៃធូរជាពិសេសបើសិនជាយើងអាចមានគ្នាច្រើនយើងអាចរៀបកម្មវិធីទៅនេះបាទអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសម្រាប់វគ្គទី2នេះសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Subscribe ដើម្បីមើលវីដេអូបន្តទៀតពីជីវិតនិងការងារក្រោយអាយុ45ឆ្នាំរបស់ខ្ញុំបាទសូមអរគុណច្រើនបាយបាយ